បាទសួស្តីបងប្អូនហើយនៅក្នុងវីដេអូមួយនេះខ្ញុំធ្វើការបង្ហាញបងប្អូនទាំងអស់គ្នាទាក់ទងជាមួយនឹងរបៀបការគណនារោគបន្ទុកជាប់ធ្លាក់ហើយនឹងនីតិអញ្ចឹងនេះគ្រាន់តែជាគំរូលំហាត់មួយដើម្បីធ្វើការលើកយកមកបង្ហាញបងប្អូនទាំងអស់គ្នាហើយជាពិសេសលោកគ្រូអ្នកគ្រូដែលកំពុងតែមានតម្រូវការទៅលើការគណនាទាំងអស់នេះព្រោះអីជាក់ស្ដែងយើងមិនអាចចេះទាំងអស់ទេមានចំណុចខ្លះក៏មានចន្លោះខ្វះខាតអញ្ចឹងទៅក៏ខ្ញុំសុខចិត្តលើកយកចំណុចនេះមកធ្វើការបង្ហាញតកតូចជាមួយនឹងលក្ខខណ្ឌទី1របស់យើងហ្នឹងគឺresult ហ្នឹងគឺខ្ញុំចង់កំណត់បន្ទុកមធ្យមភាគហ្នឹង80ជាប់អញ្ចឹងដល់ពេលដែលយើងធ្វើការសរសេររូបមន្តគឺយើងប្រើប្រាស់លក្ខខណ្ឌ if បើសិនបើកន្លែងនេះបើសិនបើបើកវងកញ្ចក់មួយមកមធ្យមភាគរបស់យើងនៅកន្លែងនេះធំជាងឬក៏ស្មើនឹង80នោះនឹងទទួលបានអី pass យើងដាក់សញ្ញាថ្មីកណ្ដោមួយមកហើយសេពាក្យ pass ចូលតែប៉ុណ្្នឹងមកឬក៏យើងសេជាភាសាខ្មែរក៏បានដែរកន្លែងហ្នឹងបន្តទៀតមកយើងដាក់ fail បាទតែប៉ុណ្្នឹងមកយើងបិទវងកញ្ចក់មកតែប៉ុណ្្នឹងមកចប់ហើយអញ្ចឹងបានប៉ុណ្្នឹងមកយើងដបលคลิกត្រង់ចំណុចនេះមកអញ្ចឹងយើងនឹងឃើញលទ្ធផលហើយអញ្ចឹងបន្ទុកដែលក្រោម80នឹងធ្លាក់ឃើញទេនេះដែលក្រោម80គឺធ្លាក់ហើយនេះគឺជាការកណនាមួយដែរអញ្ចឹងតើតើជាមួយលក្ខខណ្ឌជាប់នេះទេសំទោសលក្ខខណ្ឌរោគនីតិអញ្ចឹងបងប្អូនទាំងអស់គ្នាត្រូវដឹងថាតើលក្ខខណ្ឌដែលគេឲ្យមកហ្នឹងមានស្អីខ្លះអញ្ចឹងនៅកន្លែងនេះគឺខ្ញុំសរសេរលក្ខខណ្ឌមួយដើម្បីងាយស្រួលក្នុងការបង្ហាញសិនបើលក្ខខណ្ឌ95បន្ទុកឡើងទៅនោះនឹងទទួលបាននីតិ A អញ្ចឹងទៅអាហ្នឹងអាស្រ័យទៅលើការកំណត់របស់លោកគ្រូអ្នកគ្រូទាំងអស់គ្នាឬក៏ទៅតាមអង្គភាពរៀងៗខ្លួនអញ្ចឹងអាចអានមើលលក្ខខណ្ឌនេះសិនទៅអញ្ចឹងខ្ញុំអត់បានអានឲ្យស្ដាប់ទេអញ្ចឹងលក្ខខណ្ឌរបស់យើងមាន95 90 85 80ហើយនឹងផ្សេងទៀតអានេះខ្ញុំដាក់ចេះទៅមានតែតិចជាង80នោះនឹងទទួលបានតែអីតែ F អានេះខ្ញុំដាក់អញ្ចឹងដើម្បីចងរូបមន្តនឹងបានបងប្អូនត្រូវប្រើប្រាស់លក្ខខណ្ឌ if ដូចគ្នាដែរបើសិនបើមធ្យមភាពរបស់យើងនៅកន្លែងនេះធំជាងឬក៏ស្មើនឹង95នឹងទទួលបានតែអីនេះតែ A អញ្ចឹងណាតែហើយយើងបញ្ចូលលក្ខខណ្ឌទី2ដាក់សញ្ញាខាម៉ាមួយឬក៏យើងហៅថាសញ្ញាក្ប៊ីលក្ខខណ្ឌ if ចុចដដែលចុច cell ដដែលបើកសំទោសធំជាងឬក៏ស្មើនឹងប្រមាណអានេះគឺយើងចូលដល់បន្ទុក90នឹងទទួលបាននីតិអីនីតិ B អញ្ចឹងណាហើយនីតិមួយទៀតចឹងយើងកំណត់លក្ខខណ្ឌទី3ប្រសិនបើមធ្យមភាពរបស់យើងនៅកន្លែងនេះធំជាងឬក៏ស្មើនឹងគេ85នឹងទទួលបាននីតិអីគឺនីតិ C ចឹងយើងចូលលក្ខខណ្ឌបន្ទាប់ទៀតប្រសិនបើមធ្យមភាពនៅកន្លែងនេះឬក៏យើងបើសិនជាយើង select អត់កើតយើងអាច select នៅខាងលើអញ្ចឹងមកយើងប្រើប្រាស់ arrow key ហ្នឹង key ទៅឆ្វេងទៅស្ដាំទៅលើទៅក្រោមរបស់យើងហ្នឹងឯង scroll វាចុះមកក្រោមអញ្ចឹងមកធំជាងឬក៏ស្មើនឹងអានេះចូលដល់លក្ខខណ្ឌអីគេគឺលក្ខខណ្ឌនីតិ D អញ្ចឹងយើងយក80នោះនឹងទទួលបាននីតិអីនីតិ D អញ្ចឹងលក្ខខណ្ឌចុងក្រោយយើងមិនចាំបាច់សរសេរអីទេយើងគ្រាន់តែដាក់សញ្ញាខាម៉ាមួយសញ្ញាថ្មីកដោនីតិ F មានន័យថាក្រោម80នឹងទទួលបាននីតិ F អញ្ចឹងមកដល់នៅកន្លែងនេះយើងរាប់មើលថាតើយើងបានប្រើប្រាស់លក្ខខណ្ឌ if របស់យើងនឹងប្រមាណដង4ដង3ដងឬក៏5ដងអញ្ចឹងយើងរាប់មើល1 2 3 4អញ្ចឹងលក្ខខណ្ឌ if របស់យើងគឺយើងប្រើរហូតដល់4ដងអញ្ចឹងយើងបិទវងកញ្ចក់ក៏4ដងដែរ1 2 3 4យើងឃើញទេគឺវាគ្រប់គ្រាន់ហើយអញ្ចឹងយើងចុច enter មួយអូខេយើងបានតែប៉ុណ្្នឹងមកគឺយើងធ្វើការ scroll down ឬក៏យើង double click ដូចមុននេះមិញហ្នឹង double click មួយប៉ាច់ចឹងមកឃើញទេគឺយើងរត់បានបន្ទុកទាំងអស់ហ្នឹងឯងគឺអត់មានអីខុសពីលក្ខខណ្ឌដែលយើងបានកំណត់ហ្នឹងទេអញ្ចឹងត្រង់ពីចំណុចនៃការប្រើប្រាស់លក្ខខណ្ឌ if ដើម្បីរកលទ្ធផលជាប់ធ្លាក់ហើយនឹងនីតិខ្ញុំសូមបញ្ចប់តែប៉ុណ្្នឹងហើយបើសិនជាបងប្អូនមានចម្ងល់ទាក់ទងជាមួយនឹងការគណនាទៅលើរូបមន្ត Excel អាចធ្វើការ comment នៅខាងក្រោមបន្ថែមទៀតបានអញ្ចឹងអរគុណច្រើនសូមគោរពជម្រាបលាបងប្អូនទាំងអស់គ្នា